បាទបងប្អូនចង្រិតខ្មៅប៉ារ៉ាបាទចង្រិតខ្មៅប៉ារ៉ាអូស៊ីល្អណាស់ស្មៅអានេះគេហៅស្មៅជើងក្រាស់ហ៎បងនេះស្មៅជើងក្រាស់ស្មៅជើងក្រាស់ដាក់ទៅស៊ីទាំងដើមស៊ីទាំងស្លឹកអស់ហើយមួយវិញទៀតពាក់ព័ន្ធនឹងចំណីបាទបងដែលសួរពាក់ព័ន្ធនឹងចំណីយើងចំណីកូនមន់បងចំណីកូនមន់នឹងកតុកស្រូវក៏បានកតុពោតក៏បានឲ្យតែបងមាននឹងឲ្យវាយឲ្យម៉ត់ទៅឲ្យវាស៊ីហើយមួយវិញទៀតពាក់ព័ន្ធនឹងទ្រុងដូចនេះដូចក្នុងវីដេអូនេះបងគឺទ្រុង Smart Board យើងបាទ1.20 ម៉ែត្របដោយ2.4 ម៉ែត្រ2.40 ហ្នឹងຂະຫນាតរបស់វាតែឥឡូវគេនិយមធ្វើកម្ពស់80វិញកម្ពស់វានេះ80តែនេះ60គេធ្វើ80នោះគេចិញ្ចឹមចង្រិតសបានណាបងគេចិញ្ចឹមចង្រិតសអាហ្នឹងវាងាយស្រួលព្រោះចង្រិតសវាលោតខ្ពស់អានេះក៏ចិញ្ចឹមបានដូចគ្នាប៉ុន្តែតើយើងរៀបបាតក្រោមមករៀងទាបបន្តិចហើយអាសាបោះអាចវាចាំបានដូចគ្នាខ្ញុំចាំហើយបាទអត់អីទេតែគ្រាន់តែថាយើងទៅតាមកលៈទេសៈបាទត្រង់យើងទៀបយើងរៀបកំណល់វាទៀបដែរទៅហើយយើងអាសាបោះអាចវាចេញតែអានេះអត់អីទេអានេះចង្រិតខ្មៅប៉ារ៉ានេះគឺអត់អីទេបាទងាយស្រួលចិញ្ចឹមធ្វើកម្ពស់60នេះងាយស្រួលបាទងាយស្រួលដាក់ចំណីដាក់អីវាទៀបបាទនេះអាកាសធាតុក្តៅលហើយត្រូវនឹងចង្រិតខ្មៅនេះបាទចង្រិតខ្មៅប៉ារ៉ានេះបាទសុខភាពល្អស្លាបដូចជាស្លាបកាក់ធំហើយបាទស្លាបកាក់ធំហើយហើយជាមួយថ្ងៃពីរថ្ងៃទៀតប្រហែលជាមានស្លាបច្រើនមិញឃើញមួយដែរនៅត្រង់ខាងនោះអញ្ចឹងវគ្គក្រោយហ្នឹង3ថ្ងៃទៀតហ្នឹងគឺស្លាបបាទគឺស្លាបអូនេះស្លាបមួយបដាហើយវគ្គនេះគឺច្រើនត្រង់ដែរបាទច្រើនត្រង់4-10ត្រង់ដែរនេះចង្រិតខ្មៅប៉ារ៉ាអត់អីទេបងប្អូនបើចង់ចិញ្ចឹមចង់អីបងប្អូនអាចមកសិក្សាបានទាំងការចំណាយធ្វើរោងធ្វើទ្រុងនិយាយរួមទៅការចិញ្ចឹមចង្រិតនេះវាពាក់ព័ន្ធនឹងអ្នកចិញ្ចឹមផ្ទាល់តែម្ដងបាទយើងទោះបីយើងយល់យើងដឹងហើយប៉ុន្តែនៅការអនុវត្តបើសិនជាយើងមិនយកចិត្តទុកដាក់ខ្ជិលច្អូសបាទរៀងពជាពេលពជាអីព្រោះសัตว์អត់ឈាមនេះពិបាកដែរបាទពិបាកតែយើងយល់ដឹងពីការរៀបសបុកពីការធ្វើទ្រុងធ្វើអីឲ្យវាត្រូវស្តង់ដាររបស់វាជាពិសេសមានភ្លើងប្រភពកន្លែងមានភ្លើងមានចង្ហាល់អីជួយជំនួយវាទៀតបាទចំកាន់ទាំងងាយស្រួលតែដូចខ្ញុំខ្ញុំអត់ទាន់មានភ្លើងបាទខ្ញុំនៅចាញ់គេត្រង់ខែក្តៅខ្លាំងគឺខ្ញុំចិញ្ចឹមមិនសូវជាបានផលដែរទេដោយសារយើងអត់ភ្លើងយើងចិញ្ចឹមក្រាស់វាអត់កើតហើយចិញ្ចឹមស្ដើងហ្នឹងក៏ចង់មានបញ្ហាទៀតបាទយើងទប់នឹងកម្ដៅថ្ងៃហ្នឹងវាអត់បានហ្នឹងហើយមានតែប៉ុណ្្នឹងបងប្អូនបាទវគ្គហ្នឹងគឺ10ត្រង់បាទនេះប្រហែលជា4-10ថ្ងៃទៀតបានលក់ហើយបាទ